មហាសង្គ្រាមឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026មហាសករាជ1948ចលសករាជ1388និងកណនីឆ្នាំមមីឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 10:48 នាទីព្រឹកពេលនោះព្រះអាទិត្យចេញពីមនៈរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមរាជសាទេវីជារាជបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារាជិកាទ្រង់អំពរពណ៌ខ្មៅលំអរនៅព្រះការដោយសិទ្ធឈូកអភរណៈកាយមនោរាផសហាទ្រង់លោហិតឈាមព្រះហស្តស្ដាំទ្រង់ធ្នូព្រះហស្តឆ្វេងទ្រង់ត្រីសូលទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមេណូមៃសេះជាមគ្គពាហនៈទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកែវធម្មមាលីនាទីភ្នំកៃឡាសខេត្តហេមពាន្តជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពាននេះនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋចូលទៅស្រង់ទឹកអនន្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភរិទ្ធទាំង7ត្រជាក់ខ្សែមខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលព្រះវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសុស្ដីជ័យមង្គលជន្មាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅសុភមស្តោវរមង្គលាជយាតិរិកព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2569ត្រឹមថ្ងៃសុក្រ15កើតខែពិសាខលុះ10ថ្ងៃសៅរ៍1រោចខែពិសាខឆ្នាំមមីអត្តស័កតទៅចូលពុទ្ធសករាជ2570ថ្ងៃនេះជាវេលាដែលទេវតាឆ្នាំថ្មីត្រូវយាងមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោកបន្តវេនពីទេវតាឆ្នាំចាស់ទេវតាទាំងឡាយបានមកជួបជុំគ្នាមមីដេដាស់រងចាំទទួលអបអរសាទរពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីព្រះនាមរាជសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មដែលនឹងយាងចុះមកនាថ្ងៃអង្គារ12រោចខែចែក
ត្រូវនឹងថ្ងៃទី14ខែមេសា គ្រិស្តសករាជ 2026 វេលាម៉ោង 10:48 នាទីព្រឹកព្រះនាមរាជសាទេវីជាបុត្រីទី3បានយាងចុះមកដល់ហើយនៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃសូមអរប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការៈបូជាអត់ប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់ចិត្តអាក្រក់អន្តេរដ្ឋីជាចិត្តអប្រិយជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានេះដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យសន្តានតាមប្រពៃណីរក្សាសីល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពោសពសាធុការលោកអ្នកនឹងមានសិរីសុស្ដីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅបង្គំម្ចាស់បងល្អហើយម្ចាស់អូនម្ចាស់បងចោះការកន្លងផុតទៅក្រោមការថែរក្សានិងគ្រប់គ្រងរបស់ម្ចាស់បងតើប្រទេសជាតិមានការអភិវឌ្ឍយ៉ាងណាដែរម្ចាស់បងម្ចាស់អូនដោយអន្លើនៃការកសាងសង្គមជាតិឃើញថាមានការរីកចម្រើនច្រើនគឺបានកសាងអគារធំៗប្រជានុរាស្ត្រទាំងអស់មានការហូបចុកទាំងការស្លៀកពាក់សមរម្យទៅតាមប្រពៃណីជាតិនិងជួយកសាងជាតិមាតុភូមិឲ្យរីកចម្រើនទៅមុខជាលំដាប់និងរួមគ្នាយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរាជការក្នុងសង្គមជាតិទៀតផងដែរម្ចាស់អូនម្ចាស់អូនពិធីផ្ទេរតំណែងថ្វាយម្ចាស់អូនបានចប់សពគ្រប់អស់ហើយសូមម្ចាស់អូនបានគង់នៅមានព្រះបរមសុខនិងសូមឲ្យម្ចាស់អូនតាមជួយថែរក្សាមនុស្សលោកក្នុងចំពោះទ្វីបពិសេសព្រះរាជាណាចក្រកម្ពុជាឲ្យបានសុខក្សេមក្សាន្តត្រជាក់ត្រជុំសុខដុមរមនាសម្បូរសប្បាយក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍដ៏បវររុងរឿង
នៃព្រះរាជាណាចក្រកម្ពុជាយើងសូមម្ចាស់បងទុកប្រតិយលើម្ចាស់អូនចុះម្ចាស់អូននឹងបន្តភារកិច្ចពីម្ចាស់បងដោយប្រតិយទុកដាក់បំផុតដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាជៀសចាក់ផុតពីគ្រោះទុក្ខភ័យនិងឲ្យកាន់តែសប្បាយជាភិយោភាពណាម្ចាស់បង